នេះគឺជាព្រះពុទ្ធភាសិតរបស់ព្រះសម្មាសម្ពុទ្ធខ្ញុំព្រះករុណាអាត្មាភាពបានយកនៅព្រះពុទ្ធភាសិតនេះមករៀនសរសេរអក្សរខ្មែរនិងអានចែកជូនទៅដល់ញាតិញោមពុទ្ធបរិស័ទស្ដាប់ជាធម្មទានកាលណាដែលយើងបានស្ដាប់បានអាននៅព្រះពុទ្ធភាសិតដូរពីរោះរបស់ព្រះសម្មាសម្ពុទ្ធនេះហើយចិត្តយើងនឹងជ្រះថ្លាក្នុងគណៈនោះបុណ្យកុសលក៏នឹងកើតមានឡើងដល់យើងរាល់គ្នាដល់យើងគ្រប់គ្នាបើខ្ញុំព្រះករុណាសរសេរនិងអានទៅមានកំហុសឆ្គងត្រង់ចំណុចណាក៏សូមប្រកាសណាគុណចាស់និងញាតិញោមពុទ្ធបរិស័ទជួយកែលម្អគ្នាទៅវិញទៅមកព្រោះខ្ញុំព្រះករុណាមិនមែនជាអ្នកចេះដឹងអីទេគ្រាន់តែជាអ្នករៀនសរសេរអក្សរនិងរៀនអាននៅពាក្យពេចន៍បន្តិចបន្តួចណាឃើញចំណុចណាដែលប្លែកចំណុចណាដែលល្អចំណុចណាដែលពីរោះក៏ចង់ចែករំលែកតែប៉ុណ្ណោះបន្ទាប់ពីនេះទៅយើងរៀនអាននៅព្រះពុទ្ធភាសិតទាំងអស់គ្នាអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰសេចក្តីក្រោធគ្របសង្កត់និរជនក្នុងកាលណាងងឹតខ្លាំងរមែងមានក្នុងកាលនោះអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰសេចក្តីក្រោធគ្របសង្កត់និរជនក្នុងកាលណាងងឹតខ្លាំងរមែងមានក្នុងកាលនោះអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰអន្ធៈតមੰតទាហោតេយ៉ាងកោធោសហតេនិរੰសេចក្តីក្រោធគ្របសង្កត់និរជនក្នុងកាលណាងងឹតខ្លាំងរមែងមានក្នុងកាលនោះសូមអនុមោទនា